ពាក្យថាញាតិហ្នឹងវាទលំទលាយណាស់មិនមែនត្រឹមតែសាច់ញាតិបងប្អូនដែលមានដំណរពូជាមួយគ្នានោះទេគឺពន្លាតទៅដល់អ្នកចិត្តខាងភូមិផងរបងជាមួយដែលចេះជួយយកអាសាគ្នាទៅវិញទៅមកនេះក្នុងន័យនៃការប្រើប្រាស់ក្នុងភាសាជាទូទៅប៉ុន្តែនៅក្នុងកម្រិតនៃបញ្ញត្តិមានន័យថាច្បាប់ជាធរមានណោះមិនពន្លាតទៅដល់កម្រិតអញ្ចឹងទេមានន័យថាជាការកំណត់នៅក្នុងព្រំដែនមួយច្បាស់លាស់ដែលញាតិនោះគឺវាមានញាតិលោហិតវាផ្សារភ្ជាប់ជាមួយពាក្យលោហិតវាមានញាតិលោហិតខ្សែផ្ទាល់ឬក៏សាខាញាតិលោហិតអីចឹងទៅណាអាហ្នឹងនៅក្នុងបញ្ញត្តិជាធរមានវាមានញាតិខ្លះទៀតគឺកើតឡើងតាមរយៈការកំណត់ដោយច្បាប់តាមពិតបើពិនិត្យអំពីលោហិតអត់មានជាប់លោហិតទេមិនមែនជាដំណរពូជទេមិនមានសូត្រៈជាមួយគ្នាទេប៉ុន្តែជាញាតិដែរដោយសារបញ្ញត្តិកំណត់ថាជាញាតិនោះមានដូចជាតាមរយៈការរៀបអាពាហ៍ពិពាហ៍បុរសស្ត្រីទីហ្នឹងសកម្មចាប់ផ្ដើមតោងយល់បដានៅពេលដែលមានការរៀបអាពាហ៍ពិពាហ៍រវាងបុរសស្ត្រីមានន័យថាប្តីជាញាតិរបស់ប្រពន្ធជាញាតិរបស់ប្តីសាច់ញាតិខាងប្តីក៏ជាញាតិរបស់ប្រពន្ធសាច់ញាតិខាងប្រពន្ធក៏ជាញាតិរបស់ប្តីប៉ុន្តែសាច់ញាតិកម្រិតត្រឹមកម្រិតមួយតែបញ្ញត្តិកំណត់ត្រឹមកម្រិតមួយថាសាច់ញាតិត្រឹមកម្រិតណាគឺជាញាតិរបស់ប្តីខាងប្រពន្ធហើយសាច់ញាតិត្រឹមកម្រិតណាជាញាតិរបស់ប្រពន្ធខាងប្តីញាតិខ្លះទៀតកើតឡើងតាមរយៈការស្មុំកូនអញ្ចឹងស្មុំកូនវាមានតាមប្រភេទនៃការស្មុំកូនមានស្មុំកូនធម្មតាវាមានស្មុំកូនពេញលេញវាមានស្មុំកូនអន្តរប្រទេសអីចឹងទៅអញ្ចឹងត្រូវបំពេញនៅលក្ខខណ្ឌស្មុំកូនទើបនាំឲ្យកើតមាននៅទំនាក់ទំនងញាតិបើសិនបើអត់បានបំពេញទៅលើលក្ខខណ្ឌអស់ហ្នឹងទេមានន័យថាมันអាចកើតមាននៅទំនាក់ទំនងញាតិបានទេកាលណាมันអាចបង្កើតនៅទំនាក់ទំនងញាតិមានន័យថាច្បាប់អត់បានទទួលស្គាល់ទេអញ្ចឹងការកើតមាននៅញាតិវាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះញាតិនៅក្នុងក្របខ័ណ្ឌច្បាប់លើឧទាហរណ៍តាក់ទងប្តីប្រពន្ធកាលណាមានទំនាក់ទំនងញាតិចាប់ផ្ដើមទៅពិនិត្យរឿងទ្រព្យរួមទ្រព្យភាឡែកឃើញណាកន្លែងហ្នឹងជាចំណោទមួយចាប់ផ្ដើមទៅពិនិត្យអំពីសន្តតិកម្មអញ្ចឹងញាតិវាផ្សារភ្ជាប់ជាមួយរឿងសន្តតិកម្មហ្នឹងឃើញណានៅពេលដែលសន្តតិជនស្លាប់អីចឹងទៅអញ្ចឹងទ្រព្យរបស់គាត់ទៅណាអញ្ចឹងគេទៅពិនិត្យអំពីញាតិនេះឯងញាតិដែលមានលំដាប់ទី1ជំនួសលំដាប់ទី1លំដាប់ទី2លំដាប់ទី3ជំនួសលំដាប់ទី3ញាតិជានិច្ចដូចជាសហព័ន្ធអីចឹងប្តីឬប្រពន្ធអីចឹងណាអញ្ចឹងវាផ្ដល់អត្ថប្រយោជន៍អញ្ចឹងនៅក្នុងការទទួលបាននៅសន្តតិកម្មឬក៏ទទួលបាននៅមរតកអញ្ចឹងបញ្ញត្តិស្ដីអំពីញាតិហ្នឹងវាបានបង្កើតនៅទំនាក់ទំនងកតេយុត្តទាំងអស់នេះកាលណាអត់មានទំនាក់ទំនងញាតិនឹងគ្នាឧទាហរណ៍ថាជាអ្នកដតីអ្នកដែលស្ថិតនៅក្នុងភូមិផងរបងជាមួយអញ្ចឹងគាត់មិនមែនជាញាតិតាមបញ្ញត្តិជាធរមានទេថ្មីត្បិតតែគាត់ជាអ្នកចិត្តខាងក្នុងន័យទូទៅអាចនិយាយថាញាតិមែនប៉ុន្តែនៅក្នុងន័យច្បាប់អត់ទទួលស្គាល់អំពីលក្ខខណ្ឌនឹងទេដែលនាំមកកើតមាននៅញាតិទេអញ្ចឹងមានន័យថាគាត់អត់អាចទទួលបាននៅសន្តតិកម្មនោះទេអញ្ចឹងនាំឲ្យកន្លែងនេះមានន័យថាបញ្ញត្តិរដ្ឋបတ်តែម្ដងមានន័យថាបើគាត់មិនមែនជាសន្តតិជនផងអញ្ចឹងគាត់មិនមានលក្ខណៈសម្បត្តិជាអ្នកដែលទទួលបាននៅទ្រព្យសម្បត្តិរបស់អ្នកស្លាប់គាត់អត់អាចទេដោយសារគាត់មិនមែនជាញាតិអញ្ចឹងអាទ្រព្យហ្នឹងវាត្រូវស្វែងរកញាតិអ្នកដែលជាញាតិពិតប្រាកដហ្នឹងដែលញាតិដែលច្បាប់ទទួលស្គាល់នោះហើយបើសិនបើញាតិច្បាប់ទទួលស្គាល់មិនមានទេទ្រព្យហ្នឹងធ្លាក់ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអញ្ចឹងបញ្ញត្តិស្ដីអំពីញាតិហ្នឹងវាមានសារៈប្រយោជន៍អញ្ចឹងនៅក្នុងន័យនៃការកំណត់អំពីអ្នកដែលទទួលបាននៅសន្តតិកម្មឬក៏អ្នកដែលមានចំណែកនៅក្នុងការទទួលបាននៅសន្តតិកម្មហើយបញ្ញត្តិស្ដីអំពីញាតិនេះបើសិនបើឪពុកម្ដាយហើយកូនវាមានអត្ថប្រយោជន៍យ៉ាងម៉េចតាក់ទងជាមួយកាតព្វកិច្ចអាហារកិច្ចឃើញទេកូនដែលអត់ទាន់គ្រប់អាយុ18ឆ្នាំមានត្រូវទទួលបាននៅអាហារកិច្ចពីឪពុកម្ដាយមានន័យថាឪពុកម្ដាយត្រូវតែទទួលខុសត្រូវចំពោះកូនហ្នឹងឃើញទេ
កន្លែងហ្នឹងដោយសារអីដោយសារមានចំណងញាតិហើយចុះបើសិនបើអត់មានសួរថាទៅរកអ្នកដតីដែលមិនមានចំណងញាតិឲ្យមកទទួលខុសត្រូវកាតព្វកិច្ចហារកិច្ចបានទេចម្លើយគឺអត់អាចទេវាមិនមែនជាកាតព្វកិច្ចក្នុងការតម្រូវឲ្យអ្នកនឹងត្រូវតែទទួលខុសត្រូវទេប៉ុន្តែតាក់ទងជាមួយនឹងអ្នកដែលមានចំណងញាតិដែលជាឪពុកម្ដាយគឺត្រូវមានការទទួលខុសត្រូវសូម្បីតែនៅក្នុងរដ្ឋធម្មនុញ្ញដែលសិក្ខាកាមបានអានកាលពីសប្តាហ៍មួយនោះដែលស្ថិតនៅក្នុងជំពូកទី3ស្ដីអំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1993គឺមានចំណុចមួយអំពីការទទួលខុសត្រូវរបស់ឪពុកម្ដាយចំពោះកូនប៉ុន្តែកូនមានករណីកិច្ចវិញឪពុកម្ដាយមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូនចំណែកឯកូនមានករណីកិច្ចក្នុងការមើលថែទាំឪពុកម្ដាយអញ្ចឹងមានទៅមានមកគ្រាន់តែចរិតលក្ខណៈនៃការចាប់បង្ខំមានន័យថាកាតព្វកិច្ចដាច់ខាតត្រូវតែមានចំពោះកូនដែលមានអាយុក្រោម18ឆ្នាំឬក៏ពុំទាន់ទទួលបាននៅអត្តាធនភាពឬក៏ពុំទាន់ទទួលបាននៅនីតិភាពជានីតិជនអញ្ចឹងកន្លែងហ្នឹងជាកន្លែងមួយដែលផ្ទៀងផ្ទាត់ជាមួយនឹងអត្តន័យពាក្យថាញាតិដើម្បីដឹងអំពីសារៈប្រយោជន៍ហេតុអីបាននាំឲ្យមានការបង្កើតញាតិដោយប្តីប្រពន្ធដែលគាត់រៀបការប៉ុន្តែគាត់មិនទាន់ចុះសបុតអាពាហ៍ពិពាហ៍ចឹងហេតុអីបានគាត់ចង់ចុះសបុតអាពាហ៍ពិពាហ៍ដោយសារកាលណាចុះសបុតអាពាហ៍ពិពាហ៍វានាំឲ្យតម្លៃការងារខាងក្នុងផ្ទះហើយខាងក្រៅផ្ទះគឺស្មើគ្នាអញ្ចឹងចំណូលដែលប្តីរបស់គាត់រកបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍វាដូចជាចំណូលរបស់ប្រពន្ធដែលជាស្ត្រីនៅក្នុងផ្ទះឬក៏មេផ្ទះអញ្ចឹងវាមានតម្លៃអញ្ចឹងនាំឲ្យទ្រព្យដែលរកបានជាប្រភេទនៃទ្រព្យរួម